បាទអរគុណច្រើនបងស្រីនៅខាងបាទដុំអន្តរទេវីបាទគាត់កំងប្រភេទជាងអត់ប្រាឡចំហាយទឹកមួយបាទលើនេះកំពុងតែ unboxing ក៏ដូចជាបានរៀបចំជូនភ្ញៀវជូនបងស្រីក៏ដូចជាប្រាប់អំពីបាទប្រើប្រាស់និងរបៀបថែទាំផងដែរបាទឥឡូវនេះកំពុងតែបាទរៀបជូនបាទបងស្រីហើយឥឡូវនេះកំពុងតែដាំទឹកបាទចាំរយៈពេលប្រហែល10នាទីដើម្បីឲ្យទឹកវាឡើងក្តៅដល់ចំណុចលេខ3បាទយើងអ៊ុតបានបងបាទឥឡូវនេះយើងកំពុងតែចាំមួយផ្លែតដើម្បីឲ្យទឹកវាឡើងកម្ដៅបងបាទឥឡូវនេះយើងចាប់ផ្ដើមបាទបើកកុងតាក់ឆ្នាំងអ៊ុតហើយដោយសារទឹកវាជិតដល់ចំណុចលេខ3ដែលយើងអ៊ុតបានហើយបាទក៏យើងបើកកុងតាក់ឆ្នាំងអ៊ុតបាទដើម្បីព្រមគ្នាដើម្បីឆ្នាំងអ៊ុតក្តៅគឺយើងធ្វើតេស្តបានបាទឥឡូវនេះបងស្រីកំពុងតែអ៊ុតជាក់ស្ដែងអញ្ចឹងបងដែលមានតម្រូវការបាទចង់ប្រើប្រាស់ឬក៏បងយកទៅលក់បន្តជាពិសេសបងបាក់ហាងបាក់អ៊ុតបាទប្រើឆ្នាំងអ៊ុតចំហាយនេះគឺចំណេញពេលវេលាច្រើនមែនតើដោយសារអីគឺចំហាយទឹកខ្លាំងអ៊ុតឆាប់រៀបសេចក្ដីអញ្ចឹងបងដែលមានតម្រូវការអាចតាក់ទងតាមបងអូនបានបាទអរគុណច្រើន